Burkina Faso ប្រទេសក្រីក្រតែស្រេកឃ្លានសង្គ្រាមនៃការប្រឆាំងនឹងក្តីទុកព្រួយសង្គ្រាមប្រឆាំងនឹងការពឹងផ្អែកលើបរទេសសង្គ្រាមប្រឆាំងនឹងគំនិតដែលគិតថាអាហ្វ្រិកមិនអាចអភិវឌ្ឍខ្លួនឯងបានBurkina Faso បានប្រើប្រាស់យុវជនទាហានវិស្វករប្រជាជនរបស់ខ្លួនក្នុងការអភិវឌ្ឍនិងការងើបឡើងស្វែងរកក្តីសង្ឃឹមសម្រាប់ប្រទេសរបស់ខ្លួនក្នុងវីដេអូនេះយើងនឹងបង្ហាញអំពីគម្រោងមួយចំនួនដែលប្រធានាធិបតីអ៊ីប្រាហ៊ីមត្រូអេបានដាក់ចេញដើម្បីអភិវឌ្ឍប្រទេសនេះមុននឹងឈានដល់វីដេអូជាបន្តយើងក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន True Home បើអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ Admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេ1ប្រឡាយបាម៉ាគឺជាគំនិតផ្ដួចផ្ដើមប្រព័ន្ធធារាសាស្ត្រដ៏សំខាន់មួយក្នុងប្រទេស Burkina Faso ដែលថ្មីនេះបានស្ដារឡើងវិញនិងពង្រីកនៅខែមេសាឆ្នាំ2025គម្រោងនេះមានគោលបំណងធ្វើទំនើបកម្មនិងពង្រីកប្រព័ន្ធធារាសាស្ត្រលើផ្ទៃដីស្រែចំនួន1260ហិកតានិងសួនច្បារ70ហិកតាគំនិតផ្ដួចផ្ដើមនេះជាផ្នែកមួយនៃកម្មវិធីភាពធន់និងប្រព័ន្ធស្បៀងអាហ្វ្រិកខាងលិច FSRP-BF ប្រឡាយបាម៉ាគឺជាគម្រោងមួយក្នុងចំណោមគម្រោងធំចំនួន5ក្រោមចក្ខុវិស័យអភិវឌ្ឍរបស់ប្រធានាធិបតីអ៊ីប្រាហ៊ីមត្រូអេរួមជាមួយនឹងផ្លូវរួមក្រោមដីកិច្ចខិតខំប្រឹងប្រែង Desalination ទីក្រុងក្រោមពន្លឺព្រះអាទិត្យនិងទំនប់ទឹក Volta TOD Transit Oriented Development ការអភិវឌ្ឍទិសដៅឆ្លងកាត់អ្វីដែលគួរឲ្យសរសើរនិងអាចរៀនបានពីប្រទេសនេះគឺ Burkina Faso បានកែច្នៃបង្កើតរថយន្តក្រុងចំនួន500គ្រឿងដោយខ្លួនឯងក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ខ្លួនដោយការកែច្នៃបង្កើតរថយន្តក្រុងរបស់ខ្លួនដោយផ្ដល់នូវជម្រើសដែលអាចទុកចិត្តបាននិងនិរន្តរភាពសម្រាប់ប្រព័ន្ធដែលមានស្រាប់កាត់បន្ថយការចំណាយនិងបង្កើតការងារនិងកាត់បន្ថយការពឹងផ្អែកលើបរទេសAffordable House ប្រធានាធិបតីអ៊ីប្រាហ៊ីមត្រូអេបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងគំនិតដ៏អស្ចារ្យរបស់គាត់ប្រែក្លាយសម្បកកង់ចាស់គ្មានប្រយោជន៍និងបោះបង់ចោលទៅជាកំណប់ទ្រព្យសម្បកកង់ដែលគ្រប់គ្នាគិតថាជាកាកសំណល់ទុកវារាយប៉ាយក្នុងគំនរសម្រាមក្រោមពន្លឺថ្ងៃត្រូវបានគេដុតនិងបញ្ចេញផ្សែងក្រាស់ខ្មៅបំពុលបរិយាកាសនិងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈដោយមើលឃើញថានៅតំបន់ជនបទជាច្រើននៃ Burkina Faso ប្រជាជនរស់នៅក្នុងផ្ទះប្រពៃណីសាងសង់អំពីភក់និងខ្ទមដែលផុយស្រួយរចនាសម្ព័ន្ធទាំងនេះសាមញ្ញនិងមិនអាចទប់ទៅនឹងអាកាសធាតុអាក្រក់បានទេភ្លៀងធ្លាក់ខ្លាំងខ្យល់បក់ខ្លាំងឬក៏ព្យុះតាមរដូវតែងតែបំផ្លាញផ្ទះទាំងនេះធ្វើឲ្យគ្រួសារគ្មានផ្ទះសម្បែងវដ្តនៃភាពក្រីក្រនិងភាពងាយរងគ្រោះបានបន្តពីមួយឆ្នាំទៅមួយឆ្នាំប្រធានាធិបតីអ៊ីប្រាហ៊ីមត្រូអេបានសួរសំណួរដ៏សាមញ្ញមួយប៉ុន្តែមានអានុភាពហេតុអីបានជាយើងទុកសម្បកកង់ទាំងនោះចោលឥតប្រយោជន៍ទាំងដែលវាអាចคล้ายទៅជាជញ្ជាំងផ្ទះដ៏រឹងមាំផែនការរបស់គាត់គឺប្រមូលសម្បកកង់ចាស់ៗបំពេញដោយភក់ខ្សាច់និងថ្មហើយប្រើវាជាប្លុកអគារសម្រាប់ធ្វើជាជញ្ជាំងនិងរចនាសម្ព័ន្ធនៃផ្ទះជញ្ជាំងសម្បកកង់ឡានទាំងនេះបង្កើតជាអគាររឹងមាំនិងប្រើប្រាស់បានយូរមិនគួរឲ្យជឿជាមួយនឹងភាពស្រស់ស្អាតនៃផ្ទះមិនត្រឹមតែប៉ុណ្ណោះវាស្ថិតស្ថេររឹងមាំភាពស្រស់ស្អាតនៃផ្ទះទាំងនេះមិនត្រឹមតែស្ថិតនៅលើភាពជាប់មាំរបស់វាប៉ុណ្ណោះទេប៉ុន្តែវាក៏មានសមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពផងដែរកំឡុងរដូវក្តៅនៅទ្វីបអាហ្វ្រិកពន្លឺព្រះអាទិត្យនឹងជំរុញឲ្យមានសីតុណ្ហភាពខ្ពស់មិនអាចទ្រាំបានផ្ទះសម្បកទាំងនេះនៅតែត្រជាក់នៅផ្នែកខាងក្នុងហើយនៅរដូវត្រជាក់នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះផ្ទះទាំងនេះនឹងរក្សាកម្ដៅនៅផ្នែកខាងក្នុងសម្រាប់គ្រួសារនីមួយៗអ៊ីសូឡង់ធម្មជាតិនេះកាត់បន្ថយតម្រូវការអគ្គិសនីឬអុសសម្រាប់កម្ដៅនិងត្រជាក់សន្សំសំចៃថាមពលនិងការពារបរិស្ថានគ្រួសារដែលធ្លាប់តែតស៊ូស្វែងរកជម្រកសុវត្ថិភាពឥឡូវនេះមានជម្រកស្នាក់នៅយ៉ាងសុខសាន្តនៅខាងក្នុងផ្ទះដែលធន់ទៅនឹងអាកាសធាតុដែលធ្វើពីអ្វីដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាសម្រាមគម្រោងអភិវឌ្ឍន៍ទាំង3ខាងលើនេះបង្ហាញឲ្យយើងឃើញពីការអភិវឌ្ឍន៍ដ៏មានឥទ្ធិពលមួយចំនួន
របៀបអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយអធិបតេយ្យភាពនិងនិរន្តរភាពតាមលទ្ធភាពនិងតម្រូវការរបស់ប្រជាជនហើយគម្រោងទាំងនេះនឹងចូលខ្លួនមកកែប្រែមុខមាត់នៃប្រទេស Burkina Faso យ៉ាងណាមិញលោកប្រធានាធិបតីអ៊ីប្រាហ៊ីមត្រូអេក៏នៅមានគម្រោងជាច្រើនទៀតនៅក្នុងការអភិវឌ្ឍប្រទេសនេះផងដែរជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ